ព្រះគម្ពីរបានមានបន្ទូលថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះលោកសាវកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវគឺជាកូនច្បងនៃគ្រប់ទាំងអស់តើនេះមានន័យថាដូចម្ដេចសូមតាមដានជាមួយគ្នាសូមជម្រាបសួរដល់លោកអ្នកបងប្អូនលោកគ្រូអ្នកគ្រូក្នុងសេចក្តីស្រឡាញ់នៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿជៀនជាគ្រូកងវិទ្យាបម្រើព្រះអង្គនៅកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រិស្តបរិស័ទខ្មែរស្វែងយល់អំពីព្រះគម្ពីរនិងអ្វីដែលគ្រិស្តបរិស័ទធ្វើនៅថ្ងៃនេះយើងនឹងមើលទៅលើប្រធានបទមួយដែលទាក់ទងអំពីព្រះយេស៊ូវជាបងច្បងនៃគ្រប់ទាំងអស់ព្រះគម្ពីរបានមានបន្ទូលអំពីព្រះយេស៊ូវថាព្រះអង្គទ្រង់គឺជាបងច្បងនៃគ្រប់ទាំងអស់បងច្បងនៃគ្រប់ទាំងអស់នេះគឺមានបរិយាយនៅក្នុងព្រះគម្ពីររ៉ូមជំពូក8ខ29មានបន្ទូលថាត្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុននោះទ្រង់ក៏តម្រូវទុកជាមុនឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះអម្ចាស់ព្រះរាជបុត្រាទ្រង់ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើនអស់លោកអ្នកបងប្អូនទាក់ទងនឹងបងច្បងគឺសំដៅទៅលើបងនៃខាងព្រលឹងវិញ្ញាណមិនមែនសំដៅទៅលើអ្វីដែលជាធម្មជាតិរបស់ដែលយោងទៅតាមវប្បធម៌របស់មនុស្សនោះទេប៉ុន្តែគឺជាបងប្អូននៅខាងព្រលឹងវិញ្ញាណហើយចំណុចទី2ទាក់ទងនឹងអង្គព្រះយេស៊ូវគ្រីស្ទដែលទាក់ទងនឹងថាបងច្បងនៃគ្រប់ទាំងអស់ចំពោះនេះដែលព្រះអង្គតម្រូវជាមុនគឺសំដៅទៅលើដែលព្រះអង្គជាបងច្បងនេះគឺសំដៅទៅលើបងច្បងខាងវិញ្ញាណដែរទាក់ទងទៅនឹងអ្វីដែលចរិតលក្ខណៈរបស់គ្រិស្តបរិស័ទដែលតម្រូវទុកជាមុនគឺពួកអ្នកដែលធ្វើដោយអង្គព្រះយេស៊ូវគ្រីស្ទនោះឯងគឺយើងធ្វើតាមគំរូបងរបស់យើងដូច្នេះយើងឃើញថាបងយ៉ាងម៉េចគឺទាក់ទងទៅនឹងការដែលដូចព្រះយេស៊ូវគ្រីស្ទមានសេចក្តីស្រឡាញ់ចំពោះបងប្អូនដទៃមានអំណរអហើយទាក់ទងទៅនឹងសេចក្តីល្អដែលព្រះយេស៊ូវបានធ្វើហើយយើងបានធ្វើតាមតម្រាប់ដែលទ្រង់បានទុកឲ្យនោះផងនោះឯងជាអត្ថន័យនៅក្នុងន័យថាជាបងច្បងអរលោកអ្នកបងប្អូនកូនច្បងនៃគ្រប់ទាំងអស់ដែលសំដៅទៅលើអ្វីដែលជាអត្ថន័យជាវប្បធម៌របស់សាសជ្វីសគឺសំដៅទៅលើកូនច្បងដែលមានតំណែងមួយដែលបានប្រសូតចេញពីគ្រួសារមួយហើយកូនច្បងនេះឯងនឹងទទួលការរ៉ាប់រងទាំងអស់ពីបន្ទាប់ពីឪពុកលាចាកលោកនេះទៅដូច្នេះកូនច្បងគឺជាអ្នកដែលទទួលរ៉ាប់រងទទួលមរតកមើលថែគ្រួសារប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាត្រូវដឹងគឺទាក់ទងនឹងកូនច្បងមួយទៀតដែលជាទំនាយផងគឺក្នុងព្រះគម្ពីរបានមានបន្ទូលគឺអំពីព្រះមេស៊ីគឺនៅក្នុងព្រះគម្ពីរទំនុកដំកើង89ខ27បានមានបន្ទូលថាអញនឹងតាំងឡើងឲ្យធ្វើជាកូនច្បងរបស់អញគឺជាមហាក្សត្រយ៉ាងខ្ពស់បំផុតនៅផែនដីអរលោកអ្នកបងប្អូនបើសិនជាយើងមើលអំពីខគម្ពីរនេះគឺសំដៅទៅលើអង្គព្រះមេស៊ីតែម្ដងដែលពួកអ៊ីស្រាអែលឬក៏សាសជ្វីសនឹងឯងគេកំពុងតែរងចាំស្ដេចមួយអង្គដ៏ធំគឺជាស្ដេចដែលធំលើអស់ទាំងស្ដេចដែលគ្រប់គ្រងនៅគ្រប់ទាំងអស់នៅលើផែនដីនេះព្រមទាំងចក្រវាឡផងដែរប៉ុន្តែយើងចង់សម្ដែងអំពីការអ្វីដែលកូនច្បងមានន័យនោះគឺទាក់ទងទៅនឹងតំណែងស្ដេចលើអស់ទាំងស្ដេចនេះមិនមែនមានន័យថាព្រះយេស៊ូវគឺជាព្រះមេស៊ីគឺជាតួអង្គដែលមកពីគ្រួសារណាមួយនៅលើផែនដីដែលមានជាតកូលស្ដេចនៅក្នុងគ្រួសារនោះទេប៉ុន្តែមកពីខាងក្រៅវិញប៉ុន្តែយើងឃើញថាតំណែងនេះគឺគ្មានស្ដេចណាបានស្មើព្រះអង្គនោះទេគឺជាតំណែងដែលខ្ពស់លើអស់ទាំងស្ដេចគ្មានតំណែងណាឲ្យបានដូចជាអង្គទ្រង់នោះឡើយអរលោកអ្នកបងប្អូនយើងនឹងមើលអំពីកូនច្បងនៃរបស់ទាំងអស់ដែលទ្រង់បានបង្កើតទាក់ទងនឹងការដែលបកស្រាយផ្សេងពេលខ្លះមានការយល់ច្រឡំទាក់ទងនឹងការកាត់ស្រាយនេះពេលខ្លះគេយល់ឃើញថាព្រះយេស៊ូវជាកូនច្បងនៃគ្រប់របស់ទាំងអស់នោះគឺសំដៅទៅលើការដែលព្រះបានបង្កើតព្រះយេស៊ូវមុនគេបន្ទាប់មកបង្កើតរបស់ទាំងអស់ជាក្រោយនោះពិតជាមិនត្រឹមត្រូវនោះទេទាក់ទងនឹងអ្វីដែលជា
អត្ថន័យនោះគឺសំដៅទៅលើតំណែងរបស់អង្គព្រះយេស៊ូវគ្រីស្ទមិនមែនសំដៅទៅលើព្រះយេស៊ូវគ្រីស្ទជាតួអង្គដែលព្រះបង្កើតមុនគេនោះទេហើយពេលខ្លះគេយល់ច្រឡំថាព្រះយេស៊ូវមិនមែនជាព្រះទៅទៀតនោះឯងជាការយល់ច្រឡំយ៉ាងខ្លាំងនៅក្នុងព្រះគម្ពីរកូឡូសជំពូក1ខ15និងខ16បានមានបន្ទូលបញ្យល់យ៉ាងដូចនេះថាដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញជាបងច្បងនៃគ្រប់ទាំងអស់ដែលព្រះបានបង្កើតមកត្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ទាំងរបស់នៅស្ថានសួគ៌និងនៅផែនដីទាំងរបស់ដែលមើលឃើញហើយដែលមើលមិនឃើញផងទោះបើជារាជឬអំណាចនៃព្រះអម្ចាស់ឬក៏អំណាចគ្រប់គ្រងឬអំណាចណាក៏ដោយនោះសុទ្ធតែកើតមកដោយសារទ្រង់ហើយសម្រាប់ទ្រង់ទាំងអស់ផងអត្ថន័យនៅក្នុងខ15គឺបានសម្ដៅយ៉ាងដូចនោះឯងគឺតាកតងនឹងការដែលព្រះអង្គជាព្រះដ៏មានអំណាចលើរបស់ទាំងអស់មិនមែនសំដៅទៅលើការដែលព្រះបានបង្កើតព្រះយេស៊ូវមុនគេនោះទេឬក៏ព្រះគ្រីស្ទមុនគេនោះទេហើយចំណុចនៅក្នុងខ16គឺយើងឃើញអំពីការបកស្រាយថារបស់អ្វីក៏ដោយដែលបានបង្កើតមកនោះគឺសម្រាប់អ្នកណាគឺសម្រាប់អង្គព្រះយេស៊ូវគ្រីស្ទនោះឯងដូច្នេះនេះជាការឆ្លុះបញ្ចាំងអំពីតំណែងឬក៏អំណាចរបស់ផងព្រះយេស៊ូវដែលមានឥទ្ធិពលទៅលើរបស់ទាំងអស់ហើយរបស់ទាំងអស់នោះមិនមែនហើយព្រះយេស៊ូវមិនមែនជាចំណែកមួយឬក៏ក្នុងចំណោមរបស់ទាំងអស់នោះព្រះយេស៊ូវមិនបាននៅក្នុងចំណោមរបស់ដែលព្រះបង្កើតមកនោះទេប៉ុន្តែទ្រង់ទេដែលជាអ្នកបង្កើតរបស់ទាំងអស់នោះវិញនេះឯងជាអត្ថន័យនៃកូនច្បងនៃរបស់ទាំងអស់ខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងបានយល់បន្ថែមទៀតទាក់ទងនឹងវីដេអូនេះទាក់ទងនឹងការដែលកូនច្បងនៃគ្រប់ទាំងអស់កូនច្បងនៃដែលការដែលបង្កើតគ្រប់ទាំងអស់ដូច្នេះបើសិនជាលោកអ្នកបងប្អូនមានសំណួរសូមសួរមកយើងនៅលើខ្ទង់ comment ខាងក្រោមដើម្បីឲ្យយើងបានដឹងអំពីចម្ងល់របស់លោកអ្នកបងប្អូនហើយនឹងធ្វើវីដេអូឆ្លើយតបនៅថ្ងៃក្រោយផងដែរសូមព្រះនៃគ្រប់ទាំងអស់បានប្រទានពរលោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា